ออกគុណសន្តិភាពអរគុណនយោបាយឈ្នះឈ្នះដឹងគុណជានិច្ចស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះដែលនាំមកនៅសន្តិភាពនិងការឯកភាពជាតិពេញលេញខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពជម្រាបសួរសម្ដេចលោកជំទាវលោកអ្នកអង្គញាអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតាមដានស្ដាប់កម្មវិធីនីតិវប្បធម៌របស់វិទ្យុបាយ័ន FM 95 MHz ផ្សាយចេញពីរាជធានីភ្នំពេញនារាត្រីថ្ងៃច័ន្ទ13កើតខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី27ខែកក្កដាឆ្នាំ2026បាទរាត្រីនេះខ្ញុំប្រកាសណាខ្ញុំបាទយ៉ាន់យឿនមានសេចក្តីសោមនស្សរីករាយដែលបញ្ចូលខ្លួនមកសម្របសម្រួលកម្មវិធីនីតិវប្បធម៌របស់វិទ្យុបាយ័ន FM 95 MHz ដោយសពមួយដងនារៀងរាល់ថ្ងៃច័ន្ទហើយរាត្រីនេះក៏យើងមានរយៈពេល3ម៉ោងនៃកម្មវិធីនីតិវប្បធម៌ជាទម្លាប់ហើយជាកិច្ចចាប់ផ្ដើមខ្ញុំប្រកាសថាខ្ញុំបាននឹងបើកកម្មវិធីចូលរួមជាមតិយោបល់ខ្លះហើយជាបន្តក៏ពីកម្មវិធីរបស់យើងស្វាគមន៍ចំពោះប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលចង់ចូលរួមជាមតិយោបល់ជាមួយនឹងកម្មវិធីរបស់យើងកុំភ្លេចយើងមានទូរស័ព្ទចំនួន3ខ្សែសម្រាប់ស្វាគមន៍ប្រិយមិត្តយើងបើខ្សែទី1គឺ012 99 90 95ខ្សែទី2 016 81 85 95ហើយនឹង097 70 90 751បាទដូច្នេះសូមពុកម៉ែបងប្អូនលោកយាយលោកតាប្រិយមិត្តយើងទាំងអស់ទាំងក្នុងនិងក្រៅប្រទេសបើមានបំណងចង់ចូលរួមជាមតិយោបល់សូមកុំភ្លេចទូរស័ព្ទមកកាន់កម្មវិធីយើងនាពេលបន្តិចទៀតនេះបាទហើយជាបឋមនៃរាត្រីនេះសម្រាប់ជាមតិយោបល់ពីខ្ញុំប្រកាសណាខ្ញុំបានគឺអ្វីដែលសំខាន់គឺអរគុណទៅដល់វរៈកងទ័ពវរៈនគរបាលកងកម្លាំងប្រដាប់អាវុធយើងទាំងអស់ជាពិសេសគឺវរៈកងទ័ពកងកម្លាំងប្រដាប់អាវុធយើងដែលឈរជើងនៅតាមព្រំដែនកម្ពុជាថៃដែលបងប្អូនយើងនៅតែមានស្មារតីអង្អាចក្លាហានមោះមុតក្នុងបុព្វហេតុទឹកដីនិងបុព្វហេតុជាតិមាតុភូមិប្រជាពលរដ្ឋកម្ពុជាបាទក្នុងនោះក៏សូមថ្លែងអំណរគុណដល់ពលរដ្ឋកម្ពុជាយើងទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជារបស់យើងដែលដឹកនាំដោយ
សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីហើយកម្លាំងទឹកចិត្តនៃការគ្រប់គ្រងរបស់បងប្អូនយើងនេះឃើញថានៅគ្រប់មជ្ឈដ្ឋានទាំងអស់ហើយនឹងគ្រប់និន្នាការនៃវិស័យគ្រប់វិស័យទាំងអស់របស់ប្រជាជាតិយើងហើយជាពិសេសគឺការគ្រប់គ្រងនៃការធ្វើពហិការនៅទំនិញរបស់ប្រទេសថៃដែលវាជាកម្លាំងមួយក្នុងការទប់ទល់ជាផ្នែកមួយនៃការធ្វើសង្គ្រាមដែលគ្រប់គ្រងទៅដល់រាជរដ្ឋាភិបាលគ្រប់គ្រងប្រទេសជាតិគ្រប់គ្រងប្រជាពលរដ្ឋកម្ពុជារបស់យើងឲ្យឈ្នះសង្គ្រាមមិនថាពេលកន្លងមកហើយនៅពេលនេះហើយនឹងតទៅអនាគតបាទនេះគឺជាទឹកចិត្តមួយដែលអស្ចារ្យណាស់សម្រាប់ប្រជាជាតិមួយដែលចង់បាននៅភាពរឹងមាំរបស់ខ្លួនចង់ឲ្យរដ្ឋាភិបាលមួយដែលខ្លាំងគឺមានតែប្រជាពលរដ្ឋទាំងអស់គឺបង្ហាញនៅស្មារតីសាមគ្គីរួបរวมគ្នាទាំងអស់ដើម្បីទប់ទល់ជាមួយនឹងសត្រូវចំពោះមុខបាទនេះជាផ្នែកមួយដែលខ្ញុំប្រកាសថាខ្ញុំបាទគឺតែងតែចងចាំនិងរំលឹកបងប្អូនទាំងអស់ថានេះគឺជាគុណតម្លៃមួយដែលមិនអាចកាត់ថ្លៃបាននៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋកម្ពុជាចេះរួបរวมគ្នាហើយរឿងសំខាន់នោះគឺគ្រប់គ្រងរាជរដ្ឋាភិបាលដែលស្របច្បាប់ដើម្បីបញ្ជាក់ថាកម្ពុជាគឺអាចឈរទៅលើជំហរមួយរឹងមាំបានហើយអញ្ចឹងរដ្ឋាភិបាលមួយអាចតតាំងជាមួយសត្រូវខាងក្រៅបានគឺសង្ឃឹមទៅលើតែបងប្អូនប្រជាពលរដ្ឋទាំងអស់ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាបន្តនៅស្មារតីសាមគ្គីជាតិស្មារតីគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋយើងរដ្ឋាភិបាលហើយនឹងកងទ័ពដែលកំពុងធ្វើពលិកម្មនៅឯព្រំដែនមិនថាពេលយប់ពេលថ្ងៃពេលភ្លៀងផ្គររងាយ៉ាងណាទេហើយទាំងអស់នេះហើយគឺសង្ឃឹមទៅលើបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាស្មារតីជាតិបាទនេះគឺជាការថ្លែងអំណរគុណអំពីកម្មវិធីរបស់យើងហើយដោយសារតែកត្តាទាំងអស់នោះហើយយើងឃើញថាយើងអាចមានព្រៀបទៅលើសត្រូវរបស់យើងគឺប្រទេសសៀមហ្នឹងដែលពេលនេះប្រទេសសៀមគឺកំពុងតែក្រពុលមុខនៅគ្រប់រឿងក្រពុលមុខអារឿងដោះស្រាយវិបត្តិរបស់ខ្លួនផ្ទៃក្នុងនៅផងក្រពុលមុខអារឿងសេដ្ឋកិច្ចរបស់ខ្លួនកំពុងធ្លាក់ចុះនៅផងហើយនឹងរឿងដែលក្រុមបះបោរញ៉េរញ៉ៃនៅពេញប្រទេសហើយរឿងជាមួយនឹងបណ្ដាព្រំដែនជុំវិញខ្លួនជាពិសេសពេលនេះយើងឃើញនៅជាមួយនឹងមីយ៉ាន់ម៉ានោះក៏ចឹងដែរមីយ៉ាន់ម៉ាកំពុងតែបន្តវាយតាមព្រំដែនផ្អើលដល់ប្រជាពលរដ្ឋសៀមកកូក្តីទៅហើយដល់ឡែករឿងជាមួយកម្ពុជានេះប្រទេសថៃកំពុងតែចាញ់យុទ្ធសាស្ត្រកម្ពុជានៅលើគ្រប់សមរភូមិទាំងអស់ហើយនៅក្នុងនោះគឺទឹកចិត្តឈ្នះសមរភូមិមួយនេះគឺទឹកចិត្តប្រជាពលរដ្ឋកម្ពុជាមិនអាចបំបែកបានអញ្ចឹងរឿងសំខាន់ណាស់កាលណាធ្វើសង្គ្រាមគឺកាលណាគេយកឈ្នះទឹកចិត្តពលរដ្ឋបានមានន័យថាគេឈ្នះអញ្ចឹងសម្រាប់ប្រទេសសៀមដែលព្យាយាមខំបំពុលបរិយាកាសគ្រប់រឿងដែលការវាយតម្លៃទៅលើសមរភូមិនោះឬហៅថាការកណនាទៅលើឥទ្ធិពលទៅលើសមរភូមិគឺជាការកណនាមួយដែលខុសពីព្រោះប្រទេសសៀមមិនអាចបំបែកទឹកចិត្តប្រជាពលរដ្ឋស្មារតីស្នេហាជាតិរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាបានទេហើយរឿងទឹកចិត្តនេះជារឿងសំខាន់ណាស់អញ្ចឹងសូមបងប្អូនបញ្ជាក់ម្ដងទៀតសូមបងប្អូនទាំងអស់គ្នានៅបន្តជឿជាក់នៅលើរាជរដ្ឋាភិបាលអញ្ចឹងកន្លែងនេះហើយគឺយើងឈ្នះនៅលើប្រទេសសៀមរួចទៅហើយដោយឡែកនៅខាងប្រទេសសៀមនោះវិញណាមានប្រជាពលរដ្ឋដែលមិនពេញចិត្តនៅក្នុងការធ្វើសង្គ្រាមជាមួយកម្ពុជានេះព្រោះវានាំឲ្យប្រជាពលរដ្ឋសៀមនឹងខាតបង់សេដ្ឋកិច្ចច្រើនដោយឡែកផ្ទុយមកកម្ពុជាវិញនៅពេលដែលបិទថៃបិទព្រំដែន
ជាមួយកម្ពុជាដែលឯកតោភាគីនេះបែរជាឲ្យកម្ពុជានឹងមានឱកាសក្នុងការពង្រឹងខ្លួនហើយបានផ្ដល់ផលប្រយោជន៍មកទាំងដុំមកឲ្យកម្ពុជាតែម្ដងហើយផលប្រយោជន៍នេះអ្វីដែលសំខាន់គឺផលប្រយោជន៍ទៅដល់ដៃបងប្អូនប្រជាពលរដ្ឋទាំងអស់រាប់ទាំងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកផលិតSME ហ្នឹងមិនថាប្រជាកសិកររបស់យើងហើយរាប់ទាំងអ្នកដែលប្រើប្រាស់ហ្នឹងក៏យើងស្គាល់រសជាតិថាអ្វីដែលជារបស់ខ្មែរអញ្ចឹងទាំងអស់នេះគឺជាភាពជោគជ័យមួយដែលសំខាន់ណាស់ដែលការគណនារបស់អ្នកយុទ្ធសាស្ត្រថៃគឺជាការគណនាខុសដែលគេគិតថាការបិទព្រំដែននឹងធ្វើឲ្យកម្ពុជានឹងមានផលលំបាកអានេះយើងឈ្នះនៅលើយុទ្ធសាស្ត្រមួយទៀតសម្រាប់នៅលើសមរភូមិជាមួយនឹងកម្ពុជាថៃនោះហើយដែលឡែកតកតងទៅនឹងការឈ្នះទៅលើការទូតយើងឃើញហើយនៅពេលកម្ពុជាយើងនៅគ្រប់សមរភូមិការទូតទាំងអស់គឺប្រទេសថៃរត់ត្រឹកទៅតាមពីក្រោយយើងមិនថានៅកន្លែងណាទេមិនថានៅក្នុងវេទិកាណាទេមិនថាបណ្ដាការជួបបណ្ដាថ្នាក់ដឹកនាំនៅប្រទេសណាមួយទេគឺប្រទេសថៃតែងតែរត់ត្រឹកទៅតាមក្រោយយើងគ្រាន់តែទៅបកស្រាយដូច្នេះបើកាលណាប្រទេសថៃខ្លាំងប្រទេសថៃមិនបាច់ចាំទៅអួតទៅបកស្រាយអីតាមក្រោយកម្ពុជាទេអញ្ចឹងអាការដើរឬរត់ត្រឹកទៅតាមក្រោយកម្ពុជាមានន័យថាខ្លួនឯងហ្នឹងគឺចាញ់យុទ្ធសាស្ត្រគេហើយខំប្រឹងទប់អញ្ចឹងវាជាកម្លាំងមួយខ្លាំងណាស់ទៅលើយុទ្ធសាស្ត្រទៅលើគោលនយោបាយការបរទេសរបស់កម្ពុជានៅពេលនេះគឺជាពេលមួយដែលផ្នែកការទូតនឹងមានភាពអស្ចារ្យប្រៀបធៀបទៅពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាអញ្ចឹងសម្រាប់ការដឹកនាំរបស់សម្ដេចមហាបវរធិបតីនៅក្នុងដំណាក់កាលនេះគឺបញ្ជាក់អំពីភាពខ្លាំងនៅលើសមរភូមិការទូតដែលសូម្បីតែថៃធ្លាប់ទៅជាប្រទេសមួយខ្លាំងនៅក្នុងតំបន់បែរជាឥឡូវនេះបង្កើតកំហុសហើយរត់តាមកម្ពុជាត្រឹកនៅគ្រប់សមរភូមិទាំងអស់ការលុបចោល MOU 2001ក៏ដោយដែរត្រូវតែរត់មកតាមកម្ពុជាទៅលើបញ្ហាអានខ្លោះនៅលើដែនសមុទ្រហើយនឹងបញ្ហាដទៃទៀតនេះខ្ញុំប្រកាសណាខ្ញុំបានសូមលើកសង្ខេបប៉ុណ្ណឹងជឿជាក់ថាបងប្អូនប្រជាពលរដ្ឋប្រិយមិត្តយើងអាចជ្រាបបានហើយនាពេលកន្លងមកនេះពីប្រហែលថ្ងៃនេះកន្លងមកនេះគឺតកតងទៅនឹងបញ្ហាព័ត៌មានណាធៀបពិតយើងបានផ្សព្វផ្សាយព័ត៌មាននឹងច្រើនមកហើយក៏ប៉ុន្តែរឿងដែលខ្ញុំប្រកាសណាខ្ញុំបានមោទនភាពបំផុតនោះគឺថានៅពេលនេះឃើញមានសារព័ត៌មានបរទេសជាច្រើនចាប់អារម្មណ៍ហើយសូម្បីតែយើងមើលតារាល្បីរបស់ Hollywood លំដាប់ពិភពលោកក៏ចាប់អារម្មណ៍ទៅលើបញ្ហានឹងដែរហើយការបញ្ចេញជាមតិយោបល់របស់តារា Hollywood ជាពិសេសគឺ Angelina Jolie ហ្នឹងគឺលោកស្រីបានលើកឡើងអំពីអ្វីដែលបានកំពុងកើតឡើងនៅក្នុងប្រជាណាចក្រកម្ពុជាហ្នឹងហើយរឿងដែលសំខាន់លោកស្រីបានលើកថាកម្ពុជាជាប្រទេសរបស់លោកស្រីអញ្ចឹងក្នុងនាមលោកស្រីជាបុគ្គលមួយរូបដែលបង្ហាញនៅទស្សនៈរបស់ខ្លួនចំពោះការពិតបែរជាឲ្យប្រទេសថៃនឹងមានការរអើលខ្លួនជាពិសេសមេទ័ពថៃនឹងបានចេញមកថាការផ្សព្វផ្សាយទោះបីមិននិយាយចំប៉ុន្តែមេទ័ពថៃបានលើកឡើងថាធ្វើឲ្យតារាល្បីលំដាប់ពិភពលោកនឹងមានការភ័ន្តច្រឡំនិយាយនេះហាក់បីដូចជាកម្រិតតារា Hollywood លំដាប់ពិភពលោកនេះអត់ដឹងអីអត់យល់ពីអ្វីទៅជាសម្ដីរបស់ខ្លួនឯងណាសម្ដីរបស់តារា Hollywood របស់សហរដ្ឋអាមេរិកណាភាពជាតារារបស់គេមិនមែនចេះតែនិយាយទេកម្រិតអប់រំកម្រិតនៃការយល់ដឹងរបស់គេតម្លៃនៃសម្ដីរបស់គេមុននឹងនិយាយគេគិតណា
ពីព្រោះវាជះឥទ្ធិពលត្រឡប់មកលើខ្លួនគេវិញអញ្ចឹងមុននឹងគេនិយាយគេគិតអញ្ចឹងការនិយាយហ៊ានអ្វីដែលលោកស្រីហ៊ាននិយាយគឺបញ្ជាក់នៅការពិតហើយបើខ្លួនឯងគិតថាវាមិនមែនជាការពិតត្រឡប់ទៅលើពិភពលោកតើអ្នកណាមួយដែលមានឥទ្ធិពលខ្លាំងជាងបើគិតពីការជឿជាក់នៅលើឥទ្ធិពលនៅលើពិភពលោកនេះមកត្រឹមមេតបថៃហើយនឹងប្រៀបធៀបទៅជាមួយនឹងលោកស្រី Angelina Jolie នោះដែលជាតារា Hollywood ដ៏ល្បីរបស់ពិភពលោកមួយនោះមួយណាដែលជឿជាងអាហ្នឹងទី1ទី2គេនឹងដាក់សំណួរបញ្ច្រាស់ទៅវិញហើយបើសិនជាប្រទេសថៃនឹងមិនបានឈ្លានពានមិនបានបង្កបញ្ហាអីតើមានប្រជាពលរដ្ឋដែលមិនទាន់បានវិលត្រឡប់ទៅលើផ្ទះទៅគេហដ្ឋានរបស់ខ្លួននោះហើយដែលរាល់ថ្ងៃដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនទៅដាក់ឈ្មោះឲ្យភូមិនឹងជាភូមិរងចាំនោះអញ្ចឹងតើគេបង្កើតភូមិនឹងធ្វើអីហើយប្រជាពលរដ្ឋនៅនឹងនៅធ្វើអីមកពីណាហើយចុះតកតងទៅនឹងរបងលួសដែលអ្នកឯងព្យាយាមពាត់នៅកន្លែងនេះកន្លែងនោះនៅតាមព្រំដែនកម្ពុជាថៃនោះអាហ្នឹងណែដាក់មកធ្វើស្អីហើយកុងតឺន័រឯនោះដាក់មកធ្វើស្អីអាហ្នឹងមួយទៀតបើសិនឯងគ្រាន់បើចុះណែកិច្ចមិនព្រមចូលរួមប្រជុំមកវាស់មកគេមានគណៈកម្មការអីគ្រប់បែបយ៉ាងអស់ហើយតាចាំបាច់មកធ្វើចឹងអីចុះមកវាស់វែងទៅបើឯងថាស្រឡាញ់សន្តិភាពបើថាឡែងគោរពច្បាប់អន្តរជាតិហើយចុះមកវាស់វែងមកគូវាមកអាហ្នឹងគោរពតាមអ្វីដែលសល់ពីមរតកនៅសម័យអាណានិគមមកកម្ពុជាមិនទៅទៀមទាឲ្យលើសហ្នឹងអញ្ចឹងយើងវាស់វែងតែប៉ុណ្្នឹងមកឲ្យទៅព្រំដែនហ្នឹងคล้ายទៅជាព្រំដែនច្បាស់លាស់ព្រំដែនដែលមានសន្តិភាពមកវាចោលបាត់ទៅហើយក៏ប៉ុន្តែយើងព្យាយាមនៅប្រើប្រាស់នៅអាគំនិតចាស់ផ្នត់គំនិតចាស់ដែលខ្លួនពិតថាជាមានឥទ្ធិពលគិតថាខ្លួននឹងនៅមានប្រៀបទៅលើប្រទេសជិតខាងហើយខ្លួននឹងធ្លាប់មានឥទ្ធិពលទៅលើអន្តរជាតិរាប់ទាំងផ្នែកសារព័ត៌មាននេះផងក៏ប៉ុន្តែបរិបទពិភពលោកវាបានប្រែប្រួលទៅហើយកម្ពុជាបច្ចុប្បន្ននេះមិនមែនដូចកម្ពុជាពីអតីតកាលទេកម្ពុជាបានរៀនសូត្រនៅក្នុងដំណើររបស់ខ្លួនជាប្រវត្តិសាស្ត្ររួចមកហើយចឹងការដឹកនាំរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជារបស់យើងនៅក្នុងអាណត្តិទី7នេះឃើញថាវាជាកម្លាំងមួយដែលបង្ហាញនៅភាពរឹងមាំនិងជឿជាក់ហើយបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅមុខរបស់កម្ពុជាដឹកនាំនាវាកម្ពុជានេះឲ្យបានជោគជ័យនៅក្នុងតំបន់ក៏ដូចជានៅក្នុងអន្តរជាតិដែរហើយយើងឃើញហើយនៅលើសមរភូមិជាច្រើនដែលកម្ពុជាបានឆ្លងកាត់ហើយនៅក្នុងខ្ញុំប្រកាសថាខ្ញុំបានធ្លាប់បានលើកឡើងហើយរាល់តាំងពីលោកឡើងមកនៅក្នុងអាណត្តិទី7នេះដឹកនាំជានាយករដ្ឋមន្ត្រីសម្ដេចមហាបវរធិបតីលោកឆ្លងកាត់វិញ្ញាសាច្រើនហើយហើយជាវិញ្ញាសាដែលធំណាដែលអ្នកដែលមិនមានភាពខ្លាំងនៅក្នុងខ្លួនมันអាចធ្វើទៅបានទេរឿងដែលវាធំរហូតដល់ពេលនេះគឺមានការទប់ទល់ជាមួយសង្គ្រាមនៅប្រទេសជិតខាងដែលគេខ្លាំងជាងយើងប៉ុន្តែយើងអាចទប់ជាប់ហើយនៅពេលនេះធ្វើឲ្យប្រទេសដែលធ្លាប់ខ្លាំងរត់ត្រឹកនៅតាមក្រោយយើងអញ្ចឹងជារឿងមួយអស្ចារ្យណាស់ប៉ុន្តែទាំងអស់នេះក៏មិនភ្លេចដែរគឺបានបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងគាំទ្រទាំងអស់នេះចឹងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងគ្រប់លំដាប់ថ្នាក់ទាំងអស់ទាំងក្នុងនិងក្រៅប្រទេសឃើញថាមានកម្លាំងគាំទ្រខ្លាំងលើកលែងតែក្រុមប្រមាណមកតវស្វានោះទេរដ្ឋាភិបាល$23តែតោនៅខាងក្រៅឯនោះដែលអួតក្តែងម្ដងធ្វើអញ្ចេះម្ដងធ្វើចុះហើយគោលដៅរបស់គេគឺគ្មានគិតអំពីការអភិវឌ្ឍជាតិឬគឺជាគំនិតមួយដែលជ្រោមជ្រែងដើម្បីទប់ទល់ជាមួយសត្រូវដែលឈ្លានពាននេះ
ប៉ុន្តែមិនចម្លែកទេព្រោះគេគ្រប់គ្រងសត្រូវដែលឆ្លៀនពៀនហើយអាហ្នឹងវាអាចអញ្ចឹងហើយប៉ុន្តែលោកឯងវាសង្ឃឹមហ្នឹងវាជ្រុលពេកហើយហើយអ្វីក៏ដោយឃើញមើលទៅលើច្រកអវិជ្ជមានទាំងអស់យើងឃើញសូម្បីតែរឿង FBI មកធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាហ្នឹងគឺបែរជាលើកថាអញ្ចេះថាអញ្ចោះអាហ្នឹងជារឿងធម្មតាតាប្រវត្តិនៃការដែលគេចោះមកធ្វើកិច្ចសហប្រតិបត្តិការមិនមែនទៅឥឡូវទេណាតាំងពី2001មកតាមខ្ញុំប្រកាសណាខ្ញុំបាទខ្ញុំចាំខ្ញុំដឹងហើយកិច្ចសហប្រតិបត្តិការនេះគឺលើផលប្រយោជន៍រវាងប្រទេសទាំងពីរដើម្បីជាការពឹងផ្អែកគ្នាក្នុងនាមប្រទេសនិងប្រទេសហើយផលប្រយោជន៍យើងអាចផ្ដល់អ្វីធ្វើអ្វីជាមួយគ្នានិងផ្ដល់អ្វីឲ្យគ្នាអានឹងជារឿងមួយល្អណាស់ជាកម្រិតវិជ្ជមានហើយយើងមើលនៅពេលថ្មីនេះទៀតណាដោយសារតែកិច្ចសហប្រតិបត្តិការនេះហើយទៅលើអ្វីដែលជាកិច្ចការសំខាន់របស់ជាតិធ្វើឲ្យសហរដ្ឋអាមេរិកនឹងមានការគ្រប់គ្រងចំពោះសកម្មភាពនិងការសម្រេចក្នុងការចូលរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកហើយឆ្លុះបញ្ចាំងតាមរយៈពន្ធគយយើងឃើញហើយយើង10%ណា10%ធម្មតាប្រទេសដទៃទៀតគឺជាពិសេសប្រទេសវៀតណាមក្តីប្រទេសថៃក្តីគឺ12.5% បើគិតពីការអនុគ្រោះពន្ធគយនេះការអនុគ្រោះពន្ធគយអញ្ចឹងយើងឃើញថានៅក្នុងកម្រិតមួយដែលទាបហើយយើងឃើញថ្ងៃនេះឃើញថាព័ត៌មានការផ្សព្វផ្សាយច្រើនណាផ្សព្វផ្សាយខ្លាំងហើយប្រហែលថ្ងៃមុនណាក៏យើងឃើញមានការសម្ភាសពីទូរទស្សន៍ដ៏ល្បីរបស់ពិភពលោកគឺ Bloomberg គឺចូលមកសម្ភាសទាំងនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមួយចំនួនដែលសំខាន់ដែលពាក់ព័ន្ធទៅលើវិស័យចម្បងវិស័យស្នូលរបស់កម្ពុជានោះឃើញថាវាជាកិត្តិយសមួយខ្លាំងណាស់ហើយយើងបានទីមួយកាលដែលគេមកសម្ភាសនោះមានន័យថាពេលវេលាដែលយើងជោគជ័យទៅលើការទូតដែលធ្វើឲ្យទូរទស្សន៍នឹងអាចមកសម្ភាសយើងទី2យើងមានឱកាសក្នុងការប្រាប់ការពិតទៅពិភពលោកពីព្រោះទូរទស្សន៍ Bloomberg គឺជាទូរទស្សន៍លំដាប់ពិភពលោករបស់សហរដ្ឋអាមេរិកអញ្ចឹងវាជាកិត្តិយសមួយខ្លាំងណាស់អញ្ចឹងការផ្សាយចេញទៅគឺវាចេញពីសម្ដីពិតរបស់ថ្នាក់ដឹកនាំកម្ពុជារបស់យើងរាប់ទាំងនាយករដ្ឋមន្ត្រីផងអញ្ចឹងទាំងអស់នេះគឺជាការជោគជ័យមួយធំធេងសម្រាប់កម្ពុជាទាំងមូលណាហើយបើនិយាយដោយឡែកគឺការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលបច្ចុប្បន្ននៅអាណត្តិទី7នេះដែលមាននាយករដ្ឋមន្ត្រីគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបាទនេះគឺជារឿងមួយដែលសំខាន់ដែលយើងដឹងហើយចូលរួមអបអរសាទរទាំងអស់គ្នាដែលជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នាពន្ធគយ 10% នេះគឺយើងមានឱកាសក្នុងការទាក់ទាញវិនិយោគនៅលើពិភពលោកនេះឲ្យមកបន្តទៀតហើយលើកទឹកចិត្តវិនិយោគដែលមានស្រាប់នេះឲ្យមានសន្ទុះក្នុងការផលិតដើម្បីនាំផលិតផលរបស់ខ្លួនទៅលក់នៅលើទីផ្សារសហរដ្ឋអាមេរិកវាជារឿងមួយសំខាន់ណាស់ហើយកន្លងមកយើងមានការនាំចេញទៅសហរដ្ឋអាមេរិករង្វង់ប្រហែលជា12,000 លានដុល្លារទេហើយដោយសារតែកត្តាមួយនេះយើងអាចប្រកួតប្រជែងនៅក្នុងបណ្ដាប្រទេសផ្សេងដែលមានផលិតផលផលិតយកទៅលក់ក្នុងទឹកដីសហរដ្ឋអាមេរិកដូចគ្នាឬក៏ផាកគ្នានឹងធ្វើឲ្យយើងមានឱកាសក្នុងការប្រកួតប្រជែងខ្ពស់ណាស់នេះជាក្តីសង្ឃឹមណាដែលយើងនឹងគិតថានឹងមានវិនិយោគបន្ថែមទៀតហើយនឹងការនាំចេញនឹងកើនពីលើសពីចំនួននៅពេលបច្ចុប្បន្នឬក៏កន្លងមកនេះបាទនេះជារឿងមួយដែលយើងទាំងអស់គ្នាជាប្រជាពលរដ្ឋដែលដាក់នៅក្តីសង្ឃឹមប៉ុន្តែនៅក្នុងនេះឯកឧត្តមបកសុនចន្ទថុលលោកក៏បានលើកដែរណា
dương miền cái đây sẵn khâm từ lửa đọc phía rồi nắng bảo biệt thiếp từ bậc tiệt đào tây miền đào ca không can mỏm tranh miền đào ca không ca tẹt tiên đầu video đọc toal mau pi bần ta bậc tiệt trình to tiên ở lửa hộp lốp trôn màu Campuchia bần tay sông công rừng pưng năng khang pi bị pru ca rừng pưng dương kích từ lửa phơi với chấm biên cho đường môi lõi bần ca này dương kích pưng lửa năng với dương flick khuôn ấy nọ màu dưỡng miền ca khọ chất nó bên na muối thì chẳng chỉ tu tớ hà năng mình tha này xong bây ta bọc côn chẳng đây cả na tại dương rùng pứng từ lư bọc côn na mà nè từ lư ở vây muối ở kết thằng kỳ chui che chui cho nó bên để bán dương đừng khọ chất này hay chia bộ vót bỏ dưỡng dương mới tranh bên na tranh bị EBA khang rộp bộ pon ăn được rồi EBA bị rộp máu vậy thà pi đo co hay bây giờ bờ rót dương mình sâu chết đằng phần man thì phần tay sầm rạp một đặc nom lục chữ các bạn nè anh ông hay chia về xe lục đại chia kromประชัง năng tiết đôi sầm bao nè căn là năng ta thôi chia tầm bong môi tung thêm do năng mặt đã sầm piết nơi rì ra thà bị ba nơi sầm máy đâu tiếng on này vì chỉ ca rầm lức nữa nhưng mà tha bạn để xem là ca chui nó bỏ kế thế rồi có bộ pon ăn nó cua bỏ kế thế bỏ ban về lò hay bàn tay dương thở triêm lẹ cái này nó pe na mùi rương ca to nó vô bái nhưng chưa rương mùi bàn tay nó không lẹ khăn cái tiếng on này cái áo ấy cái miếng lẹ khăn nó không lẹ khăn xây từ cách rồi bỏ bật tê chiết mùi nó đào pil na để dương lang ta đào cầm rạch muối dương ta tay bật cột smile phiếp cho muối nứng bật tê đào tê ấy được dương đừng chiên chiêu từ đó bật tê đại miền chùm nụ mà xung cầm rạch bú nó pe chạp khang bốc nứng nóประมาณai chạp buôn pram năm khang bốc nứng cho mưa vi tầm lại chạy sẽ đánhประมาณchân nó pe đào pe nâng hơi nông hơi đây bà pon ăn được cướp về lấy miên nó không cô là vô bái rồi bỏ mình ta bật tê ta bỏ pon lô hàng lạnh chứ cái ăn nó cướp bài nâng rương ti muối dương triêm cho nâng thắt đo cầm rất này sẽ được cái dưới cái lạnh ảo và nâng chỉ rương muối rương sầm khăn muối tiết đại dương trao khích đó ca tẹt tiền vị này vô rương pôn tiệp miền tiệp xa bị chỉ rương muối phần đại rương muối tiết đại đom xuân truyền thống lô của bạn lớn láng này rương son thì phiếp và rương son thì phiếp miền này ta cà ta chỉ sơn để tới ca tẹt tiếng này trong một cái này trong ai lược mà chùm luôn đấy chia tia ho làm bây giờ phục mai lục dây được ta bong phôn và chia vào những nghi vô thà năng về giang mình nếu cà ta son thì phiếp này tầm khăn này cái mình đã lùi mà video với bà tây dương ọt miền son thì phiếp nó nè nè tên ní tụi bây thà kia bà thôi chứ bên đây bà thôi chẳng mấy lùi đã máu bát bóng rồi có máu bà lật một cái ba cái rồng chả dương từ cho bằng cái bài rồng chả rồi có plong lon rồng chả na hiền nữ na hiền vừa miền cam mà co xong bây ta cam mà co chỉ polrod Campuchia nó có cái mình tới đấy chẳng son đẹp hiệp chứ riêng sầm khăn từ miền son đẹp hiệp chẳng ta thơm mấy giờ bạn son đẹp hiệp chẳng son đẹp hiệp với vị trí đầm lái ở kẹt này không ca bậc cát ở vậy tầng đó chẳng nơi Campuchia bị ở cồn son đẹp hiệp này cứ miền đầm lái sầm rạp polrod Campuchia sầm rạp bờ tây Campuchia này bị bài chụp bóng này kháng đó đầm bay thưa ao xe từ cái Campuchia ri chấm ran tàu bán cứ thở tay tỉnh nia để xa son đẹp hiệp mọi người bán chẳng cào bị son đẹp hiệp miền say thiệt cứ sợ thế đẹp hiệpไปคลาประเทศจีนมวยมีนสันติเพียบหายปันใต้ขวาเสถียรเพียบนโยบายเสถียรเพียบเศรษฐกิจเสถียรเพียบไปรังบัตถุเสถียรเพียบไปดอตเตยtiênอุทิศโดยกลองมากัมพูชียืนนึกเก่าสับปนนั้นช่วงการสมโตในตัวสวัสดิ์เก่าสับเราโหดมาดอลเก่าปนเปลยืนคือเนี้ยvề bất mến thà mơ tới với miền tầm rong son đẹp hiệp tại vì ở miền sẽ thay đẹp hiệp hay tranh bị cao bầm pal
រហូតមកដល់ឆ្នាំ98យើងទៅយើងបញ្ចប់នៅនយោបាយឈ្នះពេលនោះហើយទៅយើងស្គាល់សន្តិភាពប៉ុន្តែការស្គាល់សន្តិភាពនេះហើយយើងអត់ទាន់មានស្ថិរភាពនយោបាយស្រួលបួលទេបោះឆ្នោតហើយនឹងទោះបីបោះឆ្នោតហើយតាមរបបលក្ខណៈប្រជាធិបតេយ្យនឹងក៏ដោយប៉ុន្តែយើងនៅមានបញ្ហារឿងបង្កើតរដ្ឋាភិបាលពេលខ្លះវាកៀងដល់1ឆ្នាំហើយនោះអាហ្នឹងហើយដែលជាបញ្ហាហើយរហូតដល់កន្លងមកយើងព្យាយាមដោះស្រាយជាបន្តបន្ទាប់អញ្ចឹងយើងបានបង្កើតនៅស្ថិរភាពមួយទៀតគឺស្ថិរភាពនយោបាយហើយចេញពីស្ថិរភាពនយោបាយយើងដល់ជំហានស្ថិរភាពសេដ្ឋកិច្ចរបស់យើងធ្វើឲ្យ GDP យើងកើនរហូតបាយស្ថិរភាពទាំងអស់នេះយើងមានស្ថិរភាពហិរញ្ញវត្ថុស្ថិរភាពហិរញ្ញវត្ថុនេះហើយដែលធ្វើឲ្យបណ្ដាប្រទេសមួយចំនួនដាក់លុយមកវិនិយោគនៅកម្ពុជានេះបើកនឹងធនាគារទៀតជាពិសេសដូចធនាគារ ABA ហ្នឹងដែលជាបុតសម្ព័ន្ធរបស់ Canadian Group របស់កាណាដាហ្នឹងណាអញ្ចឹងឃើញគេចូលមកគេខ្លាំងហេតុតែគេដាក់លុយមកច្រើនហើយគេមកវិនិយោគនៅស្រុកយើងដោយសារគេជឿជាក់នៅលើសន្តិភាពគេជឿជាក់លើរដ្ឋាភិបាលគេជឿជាក់ទៅលើស្ថិរភាពរបស់កម្ពុជាអញ្ចឹងទាំងអស់នេះហើយដែលជាកត្តាសំខាន់ហើយរឿងកត្តាមួយទៀតគឺច្បាប់កត្តាច្បាប់ហើយឥឡូវនេះប្រមុខរដ្ឋាភិបាលលោកខំប្រឹងប្រែងខ្លាំងក្លាមែនទែនណាយើងឃើញហើយលោកខំប្រឹងសម្របសម្រួលយ៉ាងម៉េចធ្វើម៉េចឲ្យប្រព័ន្ធច្បាប់នឹងវាកាន់តែងាយស្រួលវាឲ្យវាត្រូវគ្នាជាមួយនឹងរចនាសម្ព័ន្ធច្បាប់នៃប្រទេសនៅក្នុងតំបន់ឬពិភពលោកដើម្បីជាកិច្ចការងាយស្រួលមួយនៅក្នុងការវិនិយោគដែលបំពេញនៅលើគេហៅ supply chain គឺការផ្គត់ផ្គង់ប្រព័ន្ធផ្គត់ផ្គង់ទៅលើអ្វីផ្សេងជាការផលិតរថយន្តក្តីការធ្វើអ្វីផ្សេងណាវាទាមទារការបំពេញនៅក្នុងវត្ថុធាតុក្តៅក្តីឬក៏ផ្នែកមួយនៃចង្វាក់ផលិតកម្មនឹងក្តីធ្វើឲ្យវាងាយស្រួលណាហើយជាពិសេសប្រព័ន្ធនៃការនាំចូលនាំចេញអីហ្នឹងធ្វើឲ្យវាស្រួលនិយាយជារួមហើយនៅក្នុងនេះយើងឃើញមើលប្រហែលថ្ងៃនេះគឺសម្ដេចនាយករដ្ឋមន្ត្រីលោកក៏បានចេញនៅយុទ្ធនាការមួយដ៏ក្តៅកគុកនោះគឺការធ្វើយ៉ាងណាឲ្យវិស័យ SME នឹងបានស្រួលណាកុំឲ្យយើងនឹងប្រឈមនៅការលំបាកតាក់ទងទៅនឹងច្បាប់ទម្លាប់នឹងការនិយាយខ្លីគឺការរត់ឯកសារផ្សេងដែលវាមានភាពស្មុគស្មាញហើយនៅក្នុងនេះវានោះយើងតាក់ទងជាមួយនឹងការវិនិយោគនឹងសេដ្ឋកិច្ចអីផ្សេងជាមួយនឹងបរទេសឬក្នុងស្រុកអីហើយក៏វាមិនមែនផ្អែកទៅលើកត្តាតែមួយនឹងទេក៏យើងនៅមានរឿងជាច្រើនទៀតដែលយើងត្រូវធ្វើជាជំហានហើយជាការពិតណាស់យើងទទួលស្គាល់ណាប្រទេសដែលទើបតែងើបចេញពីសង្គ្រាមអញ្ចឹងវាមានរឿងស្មុគស្មាញច្រើនហើយអ្នកខ្លះថាហេតុអីក៏មិនធ្វើអានេះធ្វើអានោះការធ្វើនោះគេចេះតែចង់ធ្វើហើយគ្មានអ្នកណាចង់ឲ្យនៅប្រទេសមួយនៅមានភាពរញ៉េរញ៉ៃទេយើងចង់ធ្វើក៏ប៉ុន្តែការធ្វើនឹងវាត្រូវការមានការចូលរួមវាមានត្រូវការពេលវេលាត្រូវការហេតុផលអីយ៉ាងណាយ៉ាងណីហើយត្រូវការសំខាន់គឺសិក្សាឲ្យបានច្បាស់ពីព្រោះការដឹកនាំកំណែតម្រង់មិនមែនសាមញ្ញពេកទេមិនមែនដូចអស់លោកមួយចំនួនគេនឹងឡើងមកគេនឹងធ្វើនេះទេបើឡើងធ្វើនឹងវាមិនខុសអីពីដូចខ្ញុំបាទធ្លាប់លើកមកហើយអ្នកខ្លាំងអានសភៅហើយមកចង់ដូរបងចង់កែតម្រង់ឬអ្នកខ្លះហ្នឹងកាន់សញ្ញាបត្រត្រឹកមួយមកពីក្រៅប្រទេសមកដល់ចង់កែហ្មងណាអាហ្នឹងទៅមិនរួចទេណាតោះតែយើងទីមួយយើងយល់ឲ្យច្បាស់អំពីបញ្ហានីមួយហើយយល់ឲ្យច្បាស់ហើយយើងត្រូវរស់នៅក្នុងសង្គមមួយហ្នឹង
ហើយសង្គមនេះសង្គមតូចសង្គមល្មមសង្គមធំអីយ៉ាងម៉េចហើយជាពិសេសយើងទៅរស់នៅក្នុងហ្នឹងហើយយើងយល់ពីបញ្ហាហ្នឹងកុំឲ្យជួនកាលទៅរស់នៅមែនប៉ុន្តែយើងអត់ដែលឆ្វេងយល់អត់បានសិក្សាអំពីសង្គមដែលយើងរស់នៅហ្នឹងអាហ្នឹងហើយដែលជាបញ្ហាយើងត្រូវយល់អាហ្នឹងឲ្យច្បាស់ក្នុងការធ្វើកំណែតម្រង់នេះវាត្រូវការហេតុផលអញ្ចឹងហើយរឿងសំខាន់មួយទៀតនោះគឺយើងនិយាយពីសន្តិភាពធ្នាប់សង្គមហើយសន្តិភាពធ្នាប់សង្គមនោះវាចេញពីរឿងអស់ហ្នឹងហើយសន្តិភាពធ្នាប់សង្គមនេះធិបពិតហើយរដ្ឋាភិបាលទទួលបន្ទុកក្នុងការគ្រប់គ្រងចាត់ចែងទាំងមូលនៅសន្តិភាពធ្នាប់សាធារណៈនេះក៏ប៉ុន្តែអានោះនិយាយជារួមតែនិយាយដល់ឡែកពលរដ្ឋគ្រប់គ្នាគឺចូលរួមទាំងអស់គ្នាហើយយើងមើលតែរឿងដែលសំខាន់នៅក្នុងក្រុមគ្រួសារគឺយើងបដោះកូនអប់រំកូនជួយគ្នាកន្លែងហ្នឹងហើយកាលណាយើងអប់រំកូនឲ្យคล้ายទៅជាពលរដ្ឋមួយដែលល្អទៅយើងនឹងចូលរួមនៅក្នុងសង្គមល្អហើយប៉ុន្តែនៅនៃនេះមិនមែនបន្ទោសទៅដល់ក្រុមគ្រួសារមួយចំនួនទេដែលគាត់ប្រឹងប្រែងធ្វើការងារដាក់កូនបដោយកូនទៅសាលាខ្លួនឯងឬទៅណាទៅណីទៅអត់ដឹងតើកូននៅយ៉ាងម៉េចអានេះក៏ជារឿងមួយដែរក៏ប៉ុន្តែអ្វីដែលខ្ញុំប្រកាសណាខ្ញុំបាទចង់លើកឡើងទាំងអស់នេះគឺចេញពីយើងបុគ្គលមួយចូលរួមទាំងអស់គ្នាប្រឹងប្រែងទាំងអស់គ្នាចង់คล้ายទៅជាប្រទេសមួយដែលមានសន្តិភាពធ្នាប់ល្អប្រទេសមួយដែលមានការគិតល្អប្រទេសមួយដែលយល់ថាខ្លួនគឺជាផ្នែកមួយនៃសង្គមធ្វើឲ្យសង្គមនេះវាល្អហើយធ្វើឲ្យល្អនេះមិនមែនរឿងគ្រាន់តែគិតថាយើងនឹងមានរលុយចាយមានជីវភាពទូទីហើយប៉ុណ្ណឹងចប់ទេយើងមានការពាក់ព័ន្ធរឿងដទៃទៀតណាសូម្បីតែការធ្វើដំណើរតាមដងផ្លូវក៏យើងត្រូវក្នុងនាមជាប្រជាពលរដ្ឋមួយដែលល្អដែរត្រូវធ្វើម៉េចទៅតាមដងផ្លូវត្រូវចេះច្បាប់ចរាចរណ៍ពិតមែនតែប្រមុខដឹកនាំរបស់យើងថាលោកអនុគ្រោះមិនឲ្យមានបានបើកបរចំពោះម៉ូតូដែល 125cc ចុះតែលោកមិនមែនថាមិនឲ្យទៅរៀនច្បាប់ចរាចរណ៍ទេអញ្ចឹងយើងទៅធ្វើដំណើរនៅលើតាមដងផ្លូវយើងត្រូវមានការទទួលខុសត្រូវអញ្ចឹងប្រជាពលរដ្ឋត្រូវរៀនភ្ញាក់រលឹកតាំងពីនឹងទៅរៀនច្បាប់ហើយធ្វើដំណើរទៅលើដងផ្លូវអានឹងបានយើងជាប្រជាពលរដ្ឋមួយដែលមានការទទួលខុសត្រូវហើយនេះហើយជាផ្នែកមួយនៃសន្តិភាពធ្នាប់សាធារណៈដែរអានឹងយើងមិនបាច់និយាយទៅដល់រឿងស្អីផ្សេងទៀតដែលវាកើតឡើងធំអានោះធម្មតាទេសង្គមណាដោយសង្គមណាដែរវាមានរឿងរ៉ាវមួយចំនួនបទក្រិតអីផ្សេងអានឹងប្រទេសជឿនលឿនក៏វាមានដែរប្រទេសណាដែលច្បាប់តឹងរឹងរហូតដល់មានទោសប្រហារជីវិតឡើងក៏វាមានដែរអារឿងចោលរឿងអីប៉ុន្តែយើងកាត់បន្ថយណាកាត់បន្ថយហើយរឿងសំខាន់ហ្នឹងយើងទំនុកចិត្តណាឲ្យគេមើលមកណាឲ្យគេមើលមកថាស្រុកយើងហ្នឹងគេចង់មកវិនិយោគគេចង់មកលេងណាគេចង់មកឆ្វេងយល់ពីស្អីគេរឿងទាំងអស់ហ្នឹងណាក៏មកដូចធិបពិតដែលខ្ញុំប្រកាសណាមិនចង់លើកឡើងទេប៉ុន្តែពេលខ្លះវាពិបាកនិយាយទៅវាបាទឥឡូវនិយាយតិចដូចតូបមួយនៅផ្សារចាស់សៀមរាបខ្ញុំនាំមិត្តភ័ក្តិមកពីសហរដ្ឋអាមេរិកណាដើម្បីទៅសួរនាំនៅវត្ថុអនុស្សាវរីយ៍នោះចង់រត់ទិញជូនគាត់អីចឹងទៅប៉ុន្តែគាត់ចូលទៅដល់ជ្រុងមួយនៃតូបមួយហ្នឹងគាត់កាត់អាហ្នឹងសួរទៅកាត់ 1,500 ហើយចឹងដើរឆ្វែលចុះរហូតពីជ្រុងមួយទៅដល់មួយជ្រុងមួយខាងទៀតចុះតម្លៃមកដល់សល់ 500 ហើយចឹងខ្ញុំប្រាប់ថាអត់ឲ្យទិញតែម្ដងនិយាយការពិតពីព្រោះវាខ្ញុំវាបាក់មុខក្នុងនាមប្រជាពលរដ្ឋកម្ពុជាយើងមួយហើយចង់ទៅជួយគាត់ដែលជាអ្នកលក់ដូរឃើញថាមានវិបត្តិកូវីដមានអីចង់ជួយគាត់នៅពេលបើកផ្សារមកវិញ
តែគាត់អត់បានជួយខ្លួនឯងឲ្យធ្វើបែបហ្នឹងបាទនេះជារឿងមួយដែលយើងប្រជាពលរដ្ឋគ្រប់គ្នាហ្នឹងគឺត្រូវឆ្វេងយល់អានោះណាវាពិបាកនឹងទទួលយកបើសិនជាជួបនៅទស្សនវិជ្ជាបែបហ្នឹងបាទនេះជាកត្តាមួយចំនួនដែលយើងអាចថាជួយទៅដល់ធ្វើម៉េចឲ្យការតាក់ទាញរបស់បរទេសដែលគេចូលមកលើទឹកដីយើងនឹងវាចេញពីរឿងទាំងអស់នឹងឡើងទៅហើយនៅក្នុងនេះក៏យើងមិនភ្លេចទេកត្តាសំខាន់បាទនៃរដ្ឋាភិបាលលោកបានបន្តធ្វើឲ្យគ្រប់អាណត្តិមកហើយជាពិសេសតាំងពីអាណត្តិសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកនៅជានាយករដ្ឋមន្ត្រីនេះគឺបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានស្អីទាំងអស់នោះណាគឺសំខាន់គឺប្រព័ន្ធដឹកជញ្ជូនហ្នឹងហើយផ្លូវដឹកជញ្ជូនអញ្ចឹងមកដល់ពេលនេះយើងឃើញយើងនៅបន្តមិនមែនត្រឹមតែផ្លូវមិនមែនត្រឹមតែស្ពានទេពលានយន្តហោះក៏ត្រូវតែទំនើបណាធំហើយទំនើបដែលអាចចុះបានគ្រប់ហើយឥឡូវនេះយើងកំពុងបន្តលើផ្លូវទឹកឃើញមានការស្ដារព្រែកអីបង្កើតផ្លូវភ្ជាប់ហើយនឹងការជីកព្រែកហ្វូណនដាជោនេះក្តីទាំងអស់នឹងសុទ្ធតែជាមហិច្ឆតារបស់កម្ពុជាដើម្បីធ្វើយ៉ាងណាតាក់ទាញដល់អ្នកវិនិយោគឲ្យមកពីព្រោះទាំងអស់នេះរឿងតាក់ទងទៅនឹងផ្លូវនេះគឺមានកត្តាពីរសំខាន់ណាបើទោះបីយើងមានផែទឹកជ្រៅដឹកចេញពីសមុទ្រនឹងក៏ដោយប៉ុន្តែការដឹកហ្នឹងឲ្យវាតម្លៃថោកហើយវាអាចទៅដល់ណាអាចទៅដល់គៀកបំផុតអញ្ចឹងអានេះជាកត្តាសំខាន់ណាហើយកាលណាយើងមានផ្លូវទៅដល់គៀកបំផុតហើយយើងចូលដល់កត្តាទី2គឺតម្លៃអញ្ចឹងកាលណាតម្លៃវាធូរថ្លៃណាយើងមានផ្លូវចូលទៅដល់គៀកហើយតម្លៃធូរថ្លៃអញ្ចឹងនោះហើយជារឿងមួយដែលសំខាន់សម្រាប់ការតាក់ទាញទៅលើវិនិយោគនោះនឹងប្រមុខថ្នាក់ដឹកនាំលោកលើកឡើងមកហើយលើកច្រើនមកហើយជាចំណុចសំខាន់មួយប៉ុន្តែយើងក៏មើលឃើញនៅកន្លែងហ្នឹងទាំងអស់គ្នាដែរតែដោយសារវាជាផ្នែកមួយណាខ្ញុំប្រកាសណាខ្ញុំបាទគ្រាន់តែចង់រំលឹកបន្ថែមនៅក្នុងករណីដែលពុកម៉ែបងប្អូនលោកយាយលោកតាលោកមិនទាន់បានជ្រាបស្ដាប់ព័ត៌មានកាលពីថ្ងៃអីឥឡូវយប់ឡើងទៅទំនេរបានមកសម្រាប់កាយស្ដាប់វិទ្យុ FM 95 MHz អីចឹងទៅអញ្ចឹងទទួលបាននៅព័ត៌មានទាំងអស់នេះហើយអានឹងជាលក្ខណៈសំខាន់ហើយរឿងមួយទៀតដែលសំខាន់ដែរគឺភ្លើងអីហ្នឹងប៉ុន្តែខ្ញុំប្រកាសណាខ្ញុំមិនលើកឡើងបន្ថែមទេតើតើនឹងភ្លើងយើងមានហើយរដ្ឋាភិបាលក៏បានបញ្ជាក់ច្រើនមកហើយតើតើនឹងភ្លើងនេះគឺកម្ពុជាអាចទ្រទ្រង់ខ្លួនឯងហើយបានរហូតដល់ជាង 60% ទៅហើយនៅពេលខាងមុខនឹងបានបន្ថែមទៅទៀតហើយជឿថានៅពេលដែលចប់នៅកិច្ចសន្យាអីមួយចំនួនរវាងក្រុមហ៊ុនចាក់ប្រេងចាក់អីហើយយើងនឹងអាចឈានទៅដល់ការប្រើប្រាស់នៅគិសនីមួយដែលមានតម្លៃធូរថ្លៃជាងបច្ចុប្បន្ននេះខ្ញុំប្រកាសណាខ្ញុំបាទជឿជាក់អញ្ចឹងណាប៉ុន្តែរឿងចុងក្រោយដែលខ្ញុំប្រកាសណាលើកឡើងនៅពេលនេះរឿងកុំភ្លេចមានអ្វីទាំងអស់គឺធនធានមនុស្សសូមកុំភ្លេចចឹងចំណុចនេះគឺទោះបីវាមិនមែនចំណុចចុងក្រោយដែលខ្ញុំប្រកាសណាខ្ញុំបាទលើកនៅពេលនេះវាជាចុងក្រោយគឺធនធានមនុស្សគឺកម្លាំងពលកម្មហើយកម្លាំងពលកម្មនោះគឺយើងមានកម្លាំងពលកម្មប៉ុន្តែយើងត្រូវគិតពីកត្តា2សំខាន់ណាកម្លាំងពលកម្មកត្តាទី1សំខាន់គឺសុខភាពអញ្ចឹងកម្លាំងពលកម្មដែលមានសុខភាពល្អអញ្ចឹងយកចិត្តទុកដាក់អានោះឲ្យបានហ្មត់ចត់ហើយកត្តាទី2គឺចំណេះជំនាញនេះគឺសំខាន់ហើយចំណេះជំនាញនេះធ្វើម៉េចរត់ឲ្យតាន់នៅបច្ចុប្បន្នភាពនៃការងារដែលគេកំពុងតែចង់មកវិនិយោគរបស់យើងអញ្ចឹងគេចង់មកវិនិយោគអីយើងអាចមានកម្លាំងពលកម្មសម្រាប់អ្នកវិនិយោគបរទេសដែលគេចង់បានអញ្ចឹងកន្លែងនេះវាជារឿងមួយយើងត្រូវចាប់អារម្មណ៍មែនទែន
ហើយជាពិសេសគឺយុវជនអញ្ចឹងយុវជនឈប់រំពឹងនៅអ្វីដែលងាយដែលស្រួលត្រូវគិតថាយើងមានស្មារតីមួយថាយើងនឹងរៀនចេះអីយើងមានជំនាញអីហើយយើងនឹងធ្វើការផ្នែកអីឲ្យមានភាពទទួលខុសត្រូវសម្រាប់ជោគវាសនាអនាគតរបស់ខ្លួននេះវាជារឿងមួយសំខាន់ប្រមុខរាជរដ្ឋាភិបាលលោកផ្ដល់ឱកាសជូនហើយរាជរដ្ឋាភិបាលបង្កើតគោលនយោបាយបង្កើតឱកាសប្រៀបបានដោយរដ្ឋាភិបាលគ្រាន់តែអ្នកបើកទ្វារឲ្យប្រជាពលរដ្ឋយើងទេឲ្យយុវជនទាំងអស់អញ្ចឹងបើកទ្វារហើយអញ្ចឹងចូលទៅក្នុងនឹងយកស្អីបានវាសំខាន់ទៅលើសមត្ថភាពរបស់បងប្អូនប្រជាពលរដ្ឋហើយនៅក្នុងនោះវាតកតងទៅនឹងទឹកចិត្តរបស់យើងផងណាតែយើងធ្វើម៉េចគេថា stimulus នឹងមានហើយណាអាដំណើរអ្វីហ្នឹងយើងមានអស់ហើយប៉ុន្តែកម្លាំងចិត្តដែលបន្តឲ្យយើងនឹងខិតខំប្រឹងប្រែងរៀនសូត្រឲ្យមើលឃើញពីតម្លៃរបស់ខ្លួននិងតម្លៃនៃអនាគតរបស់ខ្លួននោះគឺយើងត្រូវព្យាយាមយ៉ាងម៉េចប៉ុន្តែត្រូវចាំថារៀនក៏ដោយធ្វើអីក៏ដោយវាមានភាពញៀនរបស់វាបើយើងផ្ដោតទៅលើការអានផ្ដោតទៅលើការរៀនដាក់គោលដៅទៅយើងនឹងញៀនទៅលើអានោះហើយតែបើយើងញៀនទៅលើតែភាពហឺហាភាពលយឆាយឃើញគេ review តែកន្លែងដើរលេងចេះតែចង់ដើរលេងឃើញគេមាននេះជាចង់មាននោះគេដែរហើយចង់មានដោយងាយស្រាប់នោះហើយយើងនឹងคล้ายទៅជាសម្ពាធផ្លូវចិត្តហើយណាចង់យើងហៅថា stress ណាឬក៏វិបត្តិផ្លូវចិត្តវិបត្តិផ្លូវចិត្តនេះវាមិនមែនឈឺចាប់ទៅលើរឿងអីឈឺចាប់ថាមើលទៅហាក់បីដូចជាមានឱកាសទាំងអស់ឃើញចង់បានរបស់ប៉ុន្តែខ្លួនឯងធ្វើអត់បានអញ្ចឹងកុំឆ្លក់វង្វេងមិនឃើញប្រហែលនេះនឹងមកឃើញផ្ទុះអារឿងប្រាក់ខែ500នោះវាមានរឿងច្រើនខ្ញុំមកកាលណាខ្ញុំមិនចង់ពេកញែកជាមួយនឹងអារឿងហ្នឹងទេប៉ុន្តែវាមានរឿងច្រើនពាក់ព័ន្ធជាមួយហេតុអីបានការលើកឡើងប្រាក់ខែ500ហ្នឹងធ្វើឲ្យមនុស្សចាប់អារម្មណ៍ហើយវាមានរឿងក្នុងចិត្តម្នាក់ឲ្យវាតពីរឿងមួយទៅរឿងមួយអញ្ចឹងសម័យនេះដោយសារសង្គមប្រជាធិបតេយ្យវាមានប្រព័ន្ធវេទិកានៃបណ្ដាញសង្គមហ្នឹងឬ social media ហ្នឹងធ្វើឲ្យយើងហ្នឹងស្ដាប់ទៅវាប៉ះទង្គិចជួនកាលគេនិយាយគ្រាន់តែជ្រុងមួយទេប៉ុន្តែយើងនៅក្នុងជ្រុងនៃការយល់ដឹងរបស់យើងទាញទៅតាមការយល់របស់យើងទៅអានឹងវាអញ្ចឹងទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងគិតមកវិញការប្រឹងប្រែងរៀនសូត្រឲ្យបានហ្មត់ចត់ជាពិសេសយុវជនដែលខ្ញុំប្រកាសថាខ្ញុំបានតែងតែប្រើពាក្យថារៀនយកចំណេះហើយចាប់យកជំនាញឲ្យបានច្បាស់លាស់ដើម្បីបង្កើតចំណូលអានឹងវាជាវិធីសាស្ត្រឬក៏ជាអាចថាជាទ្រឹស្ដីក៏ថាបានដែរអញ្ចឹងវាជាគោលនយោបាយសម្រាប់ជីវិតរបស់យើងបុគ្គលម្នាក់ហ្នឹងដើម្បីយើងយកទៅដឹកជីវិតហ្នឹងឲ្យវាមានភាពជឿជាក់នៅលើខ្លួនឯងហើយយើងនឹងទទួលបានផលដែលខ្លួនឯងនឹងចង់បានហើយបំពេញនៅសេចក្តីត្រូវការរបស់ខ្លួនសម្រាប់ជីវភាពទៅថ្ងៃអនាគតបាទយើងចូលរួមជាមួយរាជរដ្ឋាភិបាលគឺការធ្វើឲ្យខ្លួនឯងคล้ายទៅជាមនុស្សដែលមានចំណេះជំនាញនៅរឿងមួយសំខាន់ហើយការរីកចម្រើននៃសេដ្ឋកិច្ចជាតិទៅបានគឺពលរដ្ឋទាំងអស់គឺចូលរួមពលរដ្ឋចូលរួមហើយសរុបមកវិញរាជរដ្ឋាភិបាលបង្កើតគោលនយោបាយណាមិនថាគោលនយោបាយក្នុងស្រុកគោលនយោបាយអន្តរជាតិការធ្វើអ្វីសពបែបយ៉ាងគឺជាការបើកទ្វារនៃឱកាសសម្រាប់ប្រជាពលរដ្ឋទាំងអស់ប៉ុន្តែអ្នកណាទទួលយកបានគឺអាស្រ័យទៅលើពលរដ្ឋគ្រប់រូបទាំងអស់ដែលជាអ្នកទទួលបានអញ្ចឹងកន្លែងនេះគឺជាអ្វីដែលខ្ញុំប្រកាសថាខ្ញុំបានចូលរួមនារាត្រីនេះ
ចឹងដោយសារតែពេលវេលាសូមអធិស្ឋានរៀងច្រើនបន្តិចចឹងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងលោកយាយលោកតាពុកម៉ែមាមីងប្រិយមិត្តយើងទាំងអស់អាចជប់ជ្រាបហើយចូលរួមទាំងអស់គ្នាជាមួយនឹងប្រមុខរដ្ឋាភិបាលរបស់យើងបាទដោយសារពេលវេលាមានកំណត់សូមបដូរបរិយាកាសជាមួយនឹងបទចម្រៀងចំនួន2បទសិនមុននឹងចាប់ផ្ដើមទទួលទូរស័ព្ទពីប្រិយមិត្ត